គ្រប់ជ្រាបសួរបងប្អូនជាទីស្រឡាញ់រាប់អានស្មាននេះម៉ោង9ហើយ9យប់ហើយបងប្អូនតាកតូននឹងបញ្ហាកូនក្អុកខ្ញុំនេះគឺអាយុវាបាន12ថ្ងៃនេះបងប្អូនណា12ថ្ងៃនេះហើយដែលខ្ញុំប្រកាសហើយទំហំតង់របស់ខ្ញុំគឺ4x6បងប្អូនដៃថ្មីជាពិសេសបងប្អូនដៃថ្មីដែលមិនទាន់ដឹងអំពីរបៀបនៃការថែរក្សាកូនក្អុកក៏ដូចជាដាក់ចំណីកូនក្អុកបន្ទាប់ពីដំណាក់កាលទី1ខ្ញុំលាងដំណាក់កាលទី1ខ្ញុំលាងនៅអាយុវា8ថ្ងៃអញ្ចឹង8ថ្ងៃនេះខ្ញុំលាងអញ្ចឹងរហូតមកដល់នេះវា4ថ្ងៃហើយបងប្អូនណាវា4ថ្ងៃហើយអញ្ចឹងខ្ញុំអត់ទាន់បានលាងវាទេដោយសារតែបញ្ហាទី1គឺទឹករបស់ខ្ញុំនៅសភាពល្អទឹកដែលខ្ញុំតឡើងនៅក្នុងតង់នេះគឺមានកម្ពស់2ទឹកខាងលើនឹង1ទឹកកន្លះហើយខាងក្រោមគឺ2ទឹកដោយសារខ្ញុំធ្វើជម្រេលលក្ខណៈក្រូចរមៀលអញ្ចឹងងាយស្រួលក្នុងការដែលយើងបង្ហូរចេញអញ្ចឹងសម្រាប់កូនក្អុកដែលមានអាយុចាប់ពី8ថ្ងៃរហូតដល់អាយុ12ថ្ងៃ15ថ្ងៃគឺកូនក្អុកក្នុងមួយពេលក្នុងវត្តដាក់នៅអាយុរបស់វាប៉ុណ្ណេះក្នុងទំហំអាងដែលខ្ញុំប្រើ 4x6 នេះគឺក្នុងមួយថ្ងៃខ្ញុំឲ្យវាស៊ី5ដង5ពេលណា5ពេលឬក៏ស្មើនឹងយើងឲ្យចំណីរបស់វានេះគឺ5ពេលទំហំនៃកូនក្អុករបស់ខ្ញុំនេះគឺអាចប៉ាន់ប្រមាណថាជា10000កូនចាស់10000កូនអញ្ចឹងទំហំនៃការស៊ីគឺចាប់ពីអាយុវា12ថ្ងៃនេះទៅកូនក្អុកគឺកម្លាំងនៃការស៊ីរបស់វាគឺកម្លាំងខ្លាំងណាបងប្អូនកម្លាំងខ្លាំងអញ្ចឹងកូនក្អុកដែលស៊ីខ្លាំងបំផុតគឺពេលយប់ណាបងប្អូនចាប់ម៉ោង8 9 10ទៅគឺកូនក្អុកចាប់ផ្ដើមស៊ីចំណីច្រើនមែនទែនរហូតដល់ម៉ោង12បើសិនបើបងប្អូនអាចស៊ូទ្រាំបានដាក់ចំណីនៅក្នុងម៉ោង12បានមួយសាទៀតនោះក៏កាន់តែល្អនៅក្នុងពេលនេះកូនក្អុករបស់យើងគឺការលូតលាស់របស់វាកំពុងតែពេញហើយបងប្អូនណាកំពុងតែពេញប្រឹងនៃការលូតលាស់របស់វាគឺខ្លាំងមែនទែនអញ្ចឹងការស៊ីចំណីគឺមានទំហំខ្លាំងប៉ុន្តែវាអាស្រ័យទៅលើកូនក្អុករបស់យើងដែរបងប្អូនណាបើសិនបើកូនក្អុករបស់យើងវាមានចំនួនច្រើនអញ្ចឹងការស៊ីរបស់វាគឺខ្លាំងនេះក្នុងមួយពេលនេះខ្ញុំឲ្យស៊ី1គីឡូមួយពេលនេះគឺ1គីឡូបងប្អូនណា1គីឡូគឺចំនួនកូនក្អុកគឺច្រើនមួយពេលខ្ញុំឲ្យស៊ី1គីឡូហើយការស៊ីវាគឺរយៈពេល2ម៉ោងបន្ទាប់ពីវាយើងបាចចំណីហើយរយៈពេល2ម៉ោងមានថាចំណីនេះត្រូវបានស៊ីអស់លីងហ្មងត្រូវបានស៊ីអស់តែខ្ញុំមានពេលវេលាត្រឹមតែ5ពេលទេដែលដាក់ចំណីឲ្យវាត្រឹមម៉ោង9ម៉ោង10គឺខ្ញុំដាក់ចំណីចុងក្រោយហើយមានន័យថាខ្ញុំសម្រាអញ្ចឹងកូនក្អុករបស់ខ្ញុំនេះគឺខ្ញុំឲ្យស៊ីត្រឹមម៉ោង10ណាបើសិនបើយើងមានលទ្ធភាពត្រឹមម៉ោង12ក៏កាន់តែល្អដែរអញ្ចឹងពេលយប់គឺជាពេលត្រជាក់ដែលកូនក្អុកវាស៊ីចំណីពេញល្អអញ្ចឹងបងប្អូនដែលដៃថ្មីឬក៏បងប្អូនដែលមិនទាន់ដឹងបងប្អូនអាចស្ដាប់វីដេអូនេះឬក៏មើលវីដេអូនេះបានថាតើកូនក្អុករបស់យើងនឹងស៊ីចំណីមួយថ្ងៃប្រហែលពេលក្នុងអាយុរបស់វាអញ្ចឹងអាយុវា12ថ្ងៃនេះគឺវាស៊ីចំណីខ្លាំងរហូតដល់វាអាយុ18ថ្ងៃដែលវាចាប់ផ្ដើមដោះជើងហើយចាប់ផ្ដើមតោងហើយចំណីចាប់ផ្ដើមថយមកត្រឹមតែ50% 60% ទេដែលវ័យដែលកូនក្អុកចាប់ផ្ដើមវិវត្តខ្លួនពីកូនក្អុកខ្លាយទៅជាកូនកែបអញ្ចឹងនៅពេលនេះកូនក្អុកវាចាប់ផ្ដើមថយចំណីហើយណាចាប់ផ្ដើមថយចំណីតែពេលនេះកូនក្អុកចាប់ផ្ដើមពេញចំណីស៊ីចំណីច្រើនហ្នឹងដោយកូនក្អុកដែលបងប្អូនបានឃើញនេះគឺស៊ីខ្លាំងបងប្អូនស៊ីខ្លាំងមែនទេវាមានចំនួនច្រើនបងប្អូនណាតង់របស់ខ្ញុំនេះខ្ញុំប្រើតង់ 4x6 អញ្ចឹងវាមានចំនួនច្រើនមែនទែនអាចចឹង10000ក្បាលអញ្ចឹងវាបើយើងប៉ុនទៅចាំមើលនៅក្នុងសប្តាហ៍នេះខ្ញុំលាងនៅថ្ងៃទី5រយៈពេល5ថ្ងៃខ្ញុំនឹងលាងអញ្ចឹងខ្ញុំនឹងថ្លឹងឲ្យបងប្អូនមើលថាតើបន្ទាប់ពីយើងលាងវគ្គទី1រយៈពេល5ថ្ងៃមកតើកូនក្អុករបស់យើងមានទម្ងន់ប្រមាណហើយដែលយើងអាចប៉ាន់បានណាបងប្អូនណាអរគុណណាស់សម្រាប់បងប្អូនបានទស្សនានៅវីដេអូនេះបាយបាយ